លើកនេះនាំបងប្អូនទៅលេងកោះរ៉ុងស្លឹមម្ដងតើស្អាតប៉ុណ្ណាដំណើរកំសាន្តលើកនេះជិត150នាក់ឯណោះសូម្បីតែអូប័រដឹកឆ្លងកោះក៏ខ្នាតធំដែរមកដល់កោះភ្លាមបាត់អស់អាលីងភាពស្មុគស្មាញនេះបានហៅថាសាក់ថ្មឲ្យជីវិតណោះកុំឲ្យខាតពេលយូរមកដល់ភ្លាមចុះងូតទឹកសមុទ្រហ្មងហូបឆ្នាំមើលអត់ដែលបានងូតទឹកសមុទ្រផងបន្ទាប់មកយើងប្រកួតគ្នាលេងបាល់ទះនៅមាត់ឆ្នេរសមុទ្រអញ្ចឹងណាបងសម័យមើលបរិយាកាសប៉ុណ្ណឹងមិនដែរបន្ទាប់ពីលេងនៅមាត់ឆ្នេរអស់ជាច្រើនម៉ោងតោះអញ្ចឹងក៏លេចមកមើលការរៀបចំអាហារល្ងាចវិញម្ដងទេសភាពពេលល្ងាចក៏ស្អាតជាមួយនឹងការរៀបចំអាហារល្ងាចយប់នេះកាន់តែពិសេសដែរមើលតែក្រុមការងារទៅឆ្វាត់ឆ្វែងខ្វែងដៃខ្វែងជើងប្រកាត់ខ្ជុងដោយសារយប់នេះយើងនឹងអាំង barbecue ញ៉ាំពេលល្ងាចជុំគ្នាតែម្ដងចាំអត់មើលទាំងអស់គ្នាម្ហូប barbecue យប់នេះមានអីគេខ្លះមកដល់ទឹកដីកោះហើយអត់ញ៉ាំគ្រឿងសមុទ្រមិនបានចាំមើលទាំងអស់គ្នាគ្រឿងសមុទ្រអាំងអត់ចង់តន់ទេដោយសារគ្នាច្រើនហើយឆ្ងាញ់អស់ហើយថែមទៀតគឺថាញ៉ាំតតែឆ្អែតតែម្ដងសំខាន់ក្តាមពគាមឹកស្រស់ហើយសុទ្ធតែជាគ្រឿងសមុទ្រធម្មជាតិគឺថាជាតិមែនតើមានទាំងខ្យងផ្លិតប្រឡាក់គ្រឿងអាំងត្រីកំងខជាមួយនឹងបាយឆាអូយឆ្ងាញ់ណាស់ខ្យងផ្លិតប្រឡាក់គ្រឿងអាំងពគាអាំងសាច់គោបន្លែដោតចង្កាក់ជាមួយនឹងមឹកអាំងហើយនឹងក្តាមលក់ដាច់មែនតែនអូខេអូយឆ្ងាញ់ណាស់ជើអរគុណឃើញអត់តន់រួចពីមាត់ផងសរសើរភ្លាមហ្មងបរិយាកាសក៏ល្អម្ហូបក៏ឆ្ងាញ់សវិសក៏លឿនបន្ទាប់ពីហូបឆ្ងាញ់ហើយឆ្អែតដឹងអត់ថាកម្មវិធីចុងក្រោយគឺជាអីគេតោះទៅមើលទាំងអស់គ្នា